ចាប់ផ្ដើមច្រឡាចោលហើយសម្រាប់យោធាថៃក្រោយពីត្រូវបានបែកធ្លាយទីតាំងផែនទីយោធារបស់ខ្លួនដែលដាក់កំភ្លើងធំចំនួន3កន្លែងដែលជាកន្លែងសំខាន់មកដែរនោះយោងតាមការចុះផ្សាយដោយកាសែតកម្ពុជាថ្មីបានចុះផ្សាយថាថៃបានខត់ខ្លួនមនុស្សយកទៅសួរនាំក្រោយផែនទីតាំងយោធារបស់ខ្លួនត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈកងទ័ពជើងគោកថៃបានខត់ខ្លួនមនុស្សយកទៅសួរនាំក្រោយពីផែនទីរបស់ខ្លួនដែលជាផែនទីសំខាន់របស់យោធាត្រូវបានចែកចាយផ្សព្វផ្សាយជាសាធារណៈនៅក្នុងស្រុកដោយគ្មានការបិទបាំងកាលពីថ្ងៃទី23ខែកញ្ញាឆ្នាំ2025កន្លងទៅនៅក្នុងផែនទីផ្សព្វផ្សាយនោះផងដែរបានបង្ហាញពីទីតាំងសំខាន់ចំនួន3ដែលដាក់ពង្រីកកំភ្លើងធំរបស់កងទ័ពថៃហើយកងទ័ពថៃបានអះអាងថាប្រសិនទោះបីជាមានដ្រូនបង្ហោះដើម្បីថតទីតាំងកងទ័ពរបស់ពួកគេក៏ដោយក៏វាមិនច្បាស់ការដូចជារូបភាពដែលបានបង្ហោះចែកចាយនោះផងដែរដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគហើយស្គាល់ពីទីតាំងពិតប្រាកដច្បាស់ជាក់ស្ដែងតែម្ដងទោះបីជាពេលនេះសារព័ត៌មានថៃបានលុបចោលនៅរូបភាពដែលបានផ្សព្វផ្សាយទាំងនោះវិញក៏ដោយតែបុគ្គលដែលត្រូវបានយកមកសួរនាំនោះកំពុងរងការចោទប្រកាន់ពីបទក្បត់ជាតិដោយបានធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវក្នុងនោះក៏មានការណែនាំទៀតថានៅពេលដែលមានការថ្លែងការណ៍ជាមួយអ្នកសារព័ត៌មានមិនគួរបង្ហាញរូបភាពទីតាំងកងទ័ពបន្តទៀតនោះទេ